ចឹងត្រូវដឹងថានៅពេលដែលយើងអាយុកាន់តែច្រើនភាពស្ងប់ស្ងាត់លក្ខណៈគ្រួសាររបស់យើងគឺជាក្តីសុខធំបំផុតនៅពេលដែលយើងអាយុកាន់តែច្រើនយើងនឹងដឹងថាការសប្បាយដោយការដើរលេងផឹកស៊ីគឺមិនមែនជាការសប្បាយពិតប្រាកដទេវាជាការសប្បាយរយៈពេលខ្លីតែប៉ុណ្ណោះការសប្បាយពិតប្រាកដគឺការដែលមានគ្រួសារមានប្តីប្រពន្ធចេះស្រឡាញ់គ្នាចេះជួយយកអាសារគ្នាទៅផ្ទះវិញឃើញមានវត្តមានប្តីវត្តមានកូនមានវត្តមានប្រពន្ធវត្តមានកូនដោយសារញញឹមគឺជាក្តីសុខរបស់យើងពិតប្រាកដហើយនឹងការដែលយើងប្រឹងរកលុយទាំងសងខាងឬមួយក៏យើងជួយមើលថែផ្ទះសម្បែងបើយើងជាប្រពន្ធអត់បានរកលុយទេយើងមើលថែផ្ទះសម្បែងបាយទឹកកូនហើយនឹងប្តីនឹងរកលុយចូលមកពេលមកដល់ជួយការងារនេះគឺជាក្តីសុខពិតប្រាកដហើយនឹងគឺជាក្តីសុខដែលថិតថេរនឹងនៅជាប់ខ្លួនប្តីប្រពន្ធយើងជារៀងរហូតការដែលយើងដើរខាងក្រៅសប្បាយគឺសប្បាយតែរយៈពេលខ្លីទេហើយបើសិនជាប្តីក៏គាត់ដើរខាងក្រៅសប្បាយដោយអត់មានវត្តមានប្រពន្ធមានស្រីញីទៀតកាន់តែខុសធ្ងន់ហើយ